តោះសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាទំនប់ទឹកបើសិនតែវីដេអូនេះចាញ់ទៅហើយមានចម្លោះខុសឆ្គងយ៉ាងណាសូមធ្វើការខន្តីអភ័យទោសដល់អាត្មាភាពផងអាត្មាភាពជាដៃថ្មីក្នុងការធ្វើវីដេអូនេះបើសិនតែពុកម៉ែបងប្អូនពេញចិត្តនឹងវីដេអូនេះក៏សូមជួយ Subscribe Like សូមចម្រើនពរនេះគឺជាទិដ្ឋភាពដែលមានញោមនាំផ្លូវចំពោះទៅរកទំនប់ទឹកអូនទ្រីដែលមានសម្រស់ដ៏ស្រស់ស្អាតនៅម្ដុំនេះល្អណាស់ស្អាតណាស់ដែលជាស្នាដៃរបស់ក្រុមហ៊ុនខ្មែរមានកម្ពុជានិងកូរ៉េសូមពុកម៉ែបងប្អូនទស្សនាដោយយ៉ាងសប្បាយទៅចោះសូមចម្រើនពរលាទ្រីមកដល់ទំនប់ទឹកដូនទ្រីហើយនេះថាអនដូនទ្រីនេះមើលអសហើយដូនទ្រីនេះហើយ logo ចាញ់ដូនទ្រីនេះទំនប់ទឹកពេលរីអគិសនីនៅតំបន់នេះហើយមើលនេះប្រព័ន្ធអាងទឹកដ៏យ៉ាងស្កឹមស្កៃរបស់ហៅថានេះយើងមិននិយាយរបស់ទេប៉ុន្តែគឺជាមិនមែនជាគេដំណើរក៏ប៉ុន្តែទឹកដីដូនតារបស់យើងចាំមិនអីចឹងណាទឹកដីដូនតារបស់យើងគឺគាត់បានបន្សល់ទុកនៅមានដូចជាបន្លាយប្រព័ន្ធរាជសាស្ត្រទឹកដូនតាចរៈភ្នំជួរភ្នំចម្រាលភ្នំអីចឹងណានេះមើលខ្លាចជាអាត្មាតិចវាដើររត់ទឹកផឹកពុនវាមើលវាចុះអានោះមេវាទឹកចុយមិនក៏ទឹកអញ្ចឹងចុះមើលមិនចូលទឹកចុះទឹកដេញស្មានេះគេហៅថាទំនប់ដូនទ្រី The Fortree in Cambodia study one G5 Kakiri គឺទិដ្ឋភាពនៃស្រុករុក្ខាគិរីគឺជាទំនប់ទឹកដូនទ្រីគឺជាស្តង់ទី2នេះគេថាស្តង់ទី2ដែលមានការអភិរក្សដោយក្រុមហ៊ុនកូរ៉េនិងកម្ពុជានិងកូរ៉េនិងកម្ពុជាអញ្ចឹងណាហើយមានការអភិវឌ្ឍនិងអភិរក្សទឹកយ៉ាងធំធេងនៅតំបន់នេះមើលនេះអាចថានឹងប្រព័ន្ធទឹកគេຕົកហើយទឹកយ៉ាងសាហាវយ៉ាងលហាច់លហេទឹកច្រើនហើយទឹកយ៉ាងចាស់ត្រចង់នេះយើងកំពុងតែដើរលើវិថីដងនៃឧបតាឆ្ពោះរកការកំសាន្តនឹងទឹកអ្នកភាសាអង់គ្លេសលុបទឹកមួយតែធំស្រស់ទឹកណាស់បើមកនេះគឺផ្ទៃទឹកណាស់អត់ធំធេងវិសាលភាពនៃទឹកវេរីនៃទឹកនៃវេរីដែលយើងអាចយកទៅបម្រើប្រើការឲ្យនៃដំណាំដាំដុះរបស់ឬក៏របស់ពុទ្ធបរិស័ទដែលគាត់រស់នៅរាប់នៃមាត់ស្ទឹងឬក៏មាត់អូនេះគឺមានទឹកល្អប្រើប្រាស់ខ្លាំងណាស់មើលដល់បាត់តាប្រព័ន្ធដង្ហើមខាងក្រោមជាប្រព័ន្ធទឹកដើម្បីយ៉ាងណាក៏ដូនតាយើងគាត់មិនដាក់ទុកពេកអីទេដោយសារតែយើងជានេះហើយកុំឲ្យតែយើងទៅបំផ្លាញទៅបានហើយព្រោះយើងដូនតាមិនដាក់ទុកទេកុំឲ្យតែយើងបំផ្លាញ
គឺជាប្រទេសទឹកមិនដូចប្រទេសដីទេរស់នៅដីវាជារឿងធម្មតាតែរស់នៅក្នុងទឹកស្មាច់ណាស់កំពុងបើប្រទេសទឹកយ៉ាងល្អយើងប្រទេសទឹកនៅទំនប់ដូនទ្រីគុណចាស់ត្រង់ទឹកនេះ ទឹកទឹកខ្លាទៅកំទឹកពិសាវិញចាស់ទឹកដាច់អូសាច់ចាស់ ថងសាច់ចាស់ផ្លែឡងអើយអូជាទូនិយាយផងនេះគឺជាកន្លែងលក់សំទឹកនៅតំបន់ នេះគឺជាភ្នំ ដូនទ្រីតំបន់ភ្នំដូនទ្រីអូយយាយទៅហើយជួយរួមយូថាមិនយាយ ភ្នំសាងវាង ជ្រោះភ្នំសាំងបាប្រហែលខែមិនដែលភ្លេងសោះទៅភ្លេងថ្ងៃធ្វើឲ្យខ្ញុំខកចិត្តទៅមកមិនយាយថា ដល់ ជ្រោះភ្នំសាំងបា តែភ្លៀងសោះស្រាប់ពេលនេះភ្លៀងឥឡូវទឹកមកតលេហាចពេញពីពេញកាលញញោមមានវីដេអូតែប៉ុណ្្នឹងម៉ាក៏ចាប់ដើមស្រង់ទឹកដែរ